មកថ្មីទៀតហើយជាមួយនឹងបង្គារសជាតិថ្មីជាមួយនឹងបង្គាក្របធំសាច់ផ្អែមត្រូវជាមួយនឹងរសជាតិថ្មីអញ្ចឹងសម្រាប់អ្នកណាដែលចូលចិត្តញ៉ាំបង្គាអត់ទាន់ចូលជាតិចង់ញ៉ាំសាច់នៅថ្មីស្រស់គឺអាចភ្លក់បានជាមួយនឹងរសជាតិថ្មីមួយនេះអញ្ចឹងមីធ្វើការថែមជាមួយនឹងគល់ស្លឹកគ្រៃខ្ទឹមចំណិតហើយម្ទេសខ្មែរដើម្បីបន្ថែមសម្រស់ឲ្យរឹតតែមានភាពទាក់ទាញហើយនឹងក្លិនឈ្ងុយឈ្ងប់គឺស្លឹកក្រូចសើចនេះឃើញទេតំណងអត់ក៏ដល់ពេលបន្ថែមជាមួយនឹងរសជាតិថ្មីហើយអញ្ចឹងរសជាតិមួយនេះឈ្មោះថាបង្គាភ្លាចុះកូនទាំងអស់គ្នាវិញចង់ឲ្យមីដាក់ឈ្មោះអីខមមិនប្រាប់ម្នាក់អាម៉ាត់មកណាសម្រាប់រសជាតិវិញត្រូវគ្នាមិនតែម្ដងដូច្នេះសម្រាប់រសជាតិថ្មីនេះគឺម៉ាមីបើកការកំងហើយបើសិនជាឃើញអាចធ្វើការដាក់កំងបានអញ្ចឹងចង់ដឹងថារសជាតិឆ្ងាញ់ប៉ុណ្ណាតោះមកភ្លក់ជាមួយនឹងម៉ាមីទាំងអស់គ្នាកំភ្លេចណាបើបានថែមជាមួយបាយទៀតកាន់តែឆ្ងាញ់បង្គាក្របធំសាច់នៅផ្អែមអត់សូវចូលជាតិខ្លាំងអាចជ្រើសរើសយកមួយនេះឆ្ងាញ់ខ្លាំងម៉ាមីដឹងថាត្រូវនិយាយប្រាប់ថាមិនតែឆ្ងាញ់ខ្លាំងម៉ាមីចង់ញ៉ាំវាបន្ទាប់ជាមួយនឹងសាឡាត់ម្ដងណាហើយជ្រលក់ជាមួយនឹងរសជាតិថ្មីរសជាតិឆ្ងាញ់ដូចគ្នាញ៉ាំមួយបាយក៏ឆ្ងាញ់តបជាមួយនឹងសាឡាត់ក៏ឆ្ងាញ់រសជាតិមិនអាចពណ៌នាបានជាមួយនឹងសាច់បង្គាផ្អែមអញ្ចឹងណាបើការកំងពីឥឡូវទៅបើឃើញហើយកុំភ្លេចដាក់កំងបង្គាភ្លារសជាតិថ្មី